ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Cookie សម្រាប់រឿងថ្ងៃនេះជួបជាមួយនឹង Admin នៅក្នុងរឿងក្រមុំឆ្នះថ្នាក់ E វគ្គ 2 ភាគ 8 ឃើញថាវគ្គនេះគឺថាល្អមើលខ្លាំងមែនទែន Admin ប្រាប់ឲ្យហើយធៀមกระดาษជូតទឹកភ្នែកពីព្រោះថាវគ្គនេះ Admin គឺមើលហូរទឹកភ្នែកតាំងពីដើមរហូតដល់ចប់តែម្ដងសូម្បីតែពេលដែល Admin សម្រាយនេះក៏ច្រមុះនៅតឹងដែរដោយសារតែ Admin ផ្ដាសាយផងហើយថែមទាំងអង្គុយយំដោយសារតែរឿងមួយនេះទៀតដល់ពេលអញ្ចឹងទៅអូយពេលដែលនិយាយមកមានអារម្មណ៍ថាពិបាកខ្លាំងមែនទែនបើសិនជាសំឡេង Admin ធ្វើឲ្យប៉ះពាល់អារម្មណ៍បងប្អូនទាំងអស់គ្នា Admin សូមអធិស្ឋានទុកមុនណាស់ហើយនៅភីម8នេះគឺចាប់ផ្ដើមនៅពេលដែលចេនៅជាមួយនឹង Angelo អ្នកទាំងអស់គ្នាចេគឺកំពុងតែគិតដល់រឿងរ៉ាវដែលនៅក្នុងព្រៃពេលដែលពួកគេទៅបោះជំរុំជុំគ្នានឹកដល់ពេលដែល Yuri និយាយថាគេគឺជាអ្នកបង្ខំ Angelo ឲ្យរៀបចំពិធីភ្ជាប់ពាក្យនឹកដល់ពេលវេលាដែល Yuri អោបគេហើយ Kiefer ខឹងនឹងនិយាយថាគេនឹងធ្វើជាមើលអត់ឃើញអីទាំងអស់អញ្ចឹងណាចេគិតឡើងស្លុងតែម្ដងដល់ថ្នាក់បងប្រុសនិយាយឡើងមកកណូនាងគឺអត់បានចាប់អារម្មណ៍ផងបន្ទាប់មក Angelo ក៏បានសួរបញ្ជាក់ទៅចេថាបានស្ដាប់ឮអ្វីដែលគេនិយាយអត់ចេក៏ថាស្ដាប់បានហើយ Angelo នឹងគឺប្រាប់ឲ្យចេនៅមើលថែបងប្រុសអីចឹងណាហើយព្យាយាមនៅឆ្ងាយពីបញ្ហាពួកឲ្យតែមានបញ្ហាម្ដងគឺមានមុខចេនៅក្នុងរឿងជាមួយគេជាមួយឯងជានិច្ចនិយាយឲ្យគាត់គោះស្មាចេដើរចេញនិយាយទៅ Admin ឆ្លាញ់ច្រឹក Angelo ខ្លាំងមែនទែនទោះបីជាមានរឿងប៉ុណ្ណាក៏នៅតែនិយាយល្អជាមួយនឹងប្អូនដែរបន្ទាប់ពីបងប្រុសដើរចេញទៅចេក៏បាននឹកឃើញដល់ Eric ដែលនាងគិតថា Eric កំពុងតែឈឺនៅពេទ្យហើយនាងបែរជាគិតរឿងផ្ទាល់ខ្លួនទៅវិញនាងពិតជាអាត្មានិយមខ្លាំងមែនទែនមួយសន្ទុះក្រោយមកនាងក៏បានឮសំឡេងរបស់ Eric ចេសប្បាយចិត្តខ្លាំងមែនទែននឹងសួរទៅកាន់ Eric តែគេដឹងខ្លួនឯមែនប៉ុន្តែនៅពេលដែល Eric បើកភ្នែកមកគេបែរជាដេញចេឲ្យចេញទៅវិញចេរបស់យើងនិយាយទាំងមុខមុំនិងកំហឹងដូចនិយាយថានាងអត់យល់ទេហើយđâyបានជាគ្រប់ពេល Eric តែងតែខឹងនាងទាំងដែលនាងគ្រាន់តែបារម្ភពីគេតែប៉ុណ្ណោះនិយាយហើយចេក៏បានដើរចេញទៅប៉ុន្តែទឹកមុខរបស់ Eric វិញគឺបង្ហាញអំពីការឈឺចាប់ដែលគេគិតថាតាមពិតគេមិនបានស្អប់ចេនោះទេប៉ុន្តែគ្រាន់តែមានរឿងច្រើនពេកកាត់ឡើងរវាងគេជាមួយនឹងចេទៅធ្វើឲ្យអារម្មណ៍របស់គេនៅពេលដែលជួបចេហើយគឺពិបាកពយល់រៀបរាប់ខ្លាំងមែនទែនទាំងដែលតាមពិតគឺគេស្រឡាញ់និងបារម្ភពីចេខ្លាំងឥឡូវយើងបកទៅមើលអតីតកាលរបស់ Eric ជាមួយនឹងចេវិញ Eric និងចេគឺជាបងប្អូនបង្កើតដែលរស់នៅផ្ទះជាមួយគ្នាតាំងពីក្មេងប៉ុន្តែពួកគេគឺមានឪពុកផ្សេងគ្នាហើយ Eric បាននិយាយថាចេស្អប់ម្ដាយគេក៏ស្អប់ម្ដាយរបស់គេដូចជាចេដែរប៉ុន្តែចេគឺជាកូនស្រីដែលម្ដាយរបស់គេស្រឡាញ់បំផុតហើយ Eric ក៏ដែរចំណែនប្អូនដែរអ្នកទាំងអស់គ្នានៅតែមើលថែប្អូនស្រាប់ពេលដែលម្ដាយចេញទៅធ្វើការគេនៅតែពីរអ្នកបងប្អូនអីអញ្ចឹងណានៅថ្ងៃមួយនៅពេលដែល Eric និងចេនៅផ្ទះដូចធម្មតាហ្នឹងម្ដាយរបស់គេក៏ស្រាប់តែដើរចុះមកដល់និងយកម្សៅចេញពីដៃរបស់គេបានស្ដីឲ្យទៅកាន់ Eric ថាយករបស់របរគាត់លេងអីអញ្ចឹងទៅបន្ទាប់មកគាត់ក៏បានទៅនិយាយជាមួយនឹងអ្នកចិត្តខាងដែល Eric លួចស្ដាប់ឮដែលនិយាយពាក់ព័ន្ធជាមួយនឹងគាត់ទៅធ្វើការហើយទៅគាត់ឆ្លោះជាមួយនឹងតកែរបស់គាត់វាយគាត់ឡើងជាប់មាត់ប៉ុន្តែគាត់វិញបែរជាវាប្រហារទៅកាន់តកែវិញដោយចាប់បោចសក់តកែនឹងបុកក្បាលទៅអញ្ចឹងពេលនេះគឺគាត់អត់មានការងារធ្វើនោះទេបន្ទាប់មកម្ដាយរបស់ Eric ក៏ព្រួយបារម្ភដោយសារអី Eric គឺដល់អាយុចូលរៀនហើយអញ្ចឹងគាត់ត្រូវឲ្យ Eric ចូលរៀនប៉ុន្តែមិនដឹងថាយកទៅផ្ញើអ្នកណានោះទេហើយគាត់ចង់ទៅរកការងារនៅកន្លែងផ្សេងដើម្បីរកលុយអីអញ្ចឹងណាពេលនឹងផងដែរអ្នកចិត្តខាងម្នាក់ហ្នឹងក៏និយាយថាចុះខែងឯងមានម្ដាយឯងមិនក៏មិនយក Eric ទៅឲ្យម្ដាយរបស់ឯងទៅភ្លាមនឹងម្ដាយរបស់ចេក៏ប្រកែកវិញទៅនិយាយថាគាត់មិនមែនជាកូនបង្កើតរបស់លោកយាយចេនោះទេគឺលោកតារបស់ចេទៅខូចជាមួយស្រីផ្សេងហើយមានគាត់អញ្ចឹងណាអញ្ចឹងហើយបានគាត់អត់ចង់ដាក់បន្ទុកទៅកាន់លោកយាយរបស់ចេតែឯងធ្លាប់ប្រាប់ខ្ញុំថាលោកយាយចេគឺគាត់ចិត្តល្អខ្លាំងណាស់ហើយគាត់ក៏ស្រឡាញ់ឯងផងដែរប៉ុន្តែយ៉ាងណាក៏ខ្ញុំមិនអាចត្រឡប់ទៅវិញដែរព្រោះនៅពេលដែលខ្ញុំទៅងន់ Eric ហ្នឹងបងប្អូនទាំងអស់នោះគឺស្ដីឲ្យខ្ញុំយ៉ាងខ្លាំងអញ្ចឹងហើយខ្ញុំមិនចង់ត្រឡប់ទៅបកស្រាយអ្វីច្រើនជាមួយនឹងពួកគេវិញនោះទេប្រហែលថ្ងៃក្រោយមកឃើញថាចេឈឺក្តៅខ្លួនយ៉ាងខ្លាំងបន្ទាប់មកនាងសួររកម្ដាយអញ្ចឹងណាម៉ាក់នៅឯណា Eric ក៏តបថាបងអត់ដឹងនោះទេក្រោយមកចេក៏ស្រែកថាឃ្លានណាស់ Eric សួរទៅកាន់ប្អូនថាអូនចង់ញ៉ាំអីចង់ញ៉ាំនំមែនបងនឹងទៅទិញឲ្យដោយសារតែនៅលើតុក៏មានលុយខ្លះផងដែរប៉ុន្តែចេបែរជាស្រែកថាអត់ចង់ញ៉ាំនំនោះទេតែនឹងចង់ញ៉ាំបបរជាមួយនឹងនំប៉័ងទៅវិញ Eric ឮតែប៉ុណ្្នឹងគឺថាយកលុយនៅលើតុរត់ទៅទិញបបរនឹងនំប៉័ងឲ្យប្អូនណាប៉ុន្តែនៅពេលដែលត្រឡប់មកវិញបែរជាត្រូវម្ដាយចេនឹងនិយាយថាឯងរត់ទៅណាអត់មើលប្អូនទេប្អូនក្តៅឡើងចង់ឆេះហើយអត់មានសួរនាំកូនឲ្យគ្នាឆ្លើយឲ្យដឹងរឿងសិនទេចេកូនហើយក៏ចូលទៅមើលចេទៅទាំងដែល Eric ឯនេះគឺដៃម្ខាងកាន់បបរដៃម្ខាងកាន់នំប៉័ងគេពិតជាអន់ចិត្តខ្លាំងមែនតើនៅ Admin ណាមើលជីវិត Eric និងចេកាលនៅតូចហើយគឺថាហូរទឹកភ្នែកលហាមតែម្ដង Eric ខ្លាំងណាស់រហូតដល់ក្រោយមកចេក្តៅខ្លួនអត់បាត់ក៏យកទៅពេទ្យអ្នកគ្រូពេទ្យបានប្រាប់ទៅកាន់ម្ដាយរបស់ Eric ថាចេហ្នឹងគឺគាត់ឆ្លងមេរោគតាមពហុនោមដោយសារតែកូនក្
ក្មេងហើយនៅជនបទម្ដាយមិនបាននៅមើលថែអញ្ចឹងគឺការនោមការអីអត់មានអនាម័យលាងអត់បានត្រឹមត្រូវអញ្ចឹងហើយគឺធ្វើឲ្យនាងក្តៅខ្លួនបែបនេះទៅបន្ទាប់មកម្ដាយរបស់អេរីសហ្នឹងមួម៉ៅស្មុគស្មាញដើរមកថាឲ្យកូនទៀតអាគ្នាអង្គុយគូកនូធម្មតាហ្នឹងបែរជាថាឲ្យកូនហ្នឹងរំខានទៅវិញហើយប្រាប់ទៅកាន់អេរីសថាគេអត់បានចូលរៀននោះទេអេរីសគ្រាន់តែឮអញ្ចឹងគឺសេកយោដែលគេនិយាយថាគេចង់ទៅសាលារៀនប៉ុន្តែម្ដាយរបស់គេបានស្ដីទៅកាន់គេថាបើឯងចង់ទៅរៀនមិនក៏មិនមើលប្អូនឲ្យបានល្អឯងឃើញអត់ប្អូនឈឺហើយលុយដែលសម្រាប់ទុកឯងចូលរៀនហ្នឹងម៉ាក់យកមកបង់មន្ទីរពេទ្យឲ្យហើយអ្នកទាំងអស់គ្នាឃើញភាពអាត្មានិយមរបស់ម្ដាយអត់តាមពិតគាត់ដឹងថាកូនគាត់នៅតូចណាស់ប៉ុន្តែគាត់បែរជាដាក់បន្ទុកនៃការឈឺកូនពៅហ្នឹងមកឲ្យកូនបងទៅវិញបើទោះបីជាគាត់ហត់នឿយប៉ុណ្ណាក្នុងនាមជាម្ដាយអត់ត្រូវយកបន្ទុកទៅទម្លាក់លើក្មេងទូចមួយប៉ុណ្ណឹងនោះទេបន្ទាប់មកនៅពេលដែលអេរីសនៅតែនិយាយមិនស្ដាប់គាត់ក៏បានវាយកូនអញ្ចឹងណាហើយក៏ត្រូវយាយរបស់ជេមកតន់អេរីសក៏បានរួចខ្លួនអញ្ចឹងណាអេរីសបាននិយាយថានោះហើយគឺជាលើកទី1ដែលគាត់បានជួបជាមួយនឹងលោកយាយបន្ទាប់មកម្ដាយរបស់អេរីសគឺបាននាំអេរីសមកនៅជាមួយនឹងលោកយាយហើយនឹងអេនជេឡូក៏នឹងអេនជេឡូនៅក្មេងនៅទាំងអស់គ្នាដោយគាត់បានកុហកអេរីសថាឲ្យអេរីសមកនៅនឹងតាម៉ារីយ៉ានោះទេពេលដែលជេជាសះស្បើយគាត់នឹងមកយកអេរីសទៅវិញអញ្ចឹងណាដែលអេរីសរបស់យើងគឺនៅតឹងរងចាំខ្លាំងមែនទែនទន្ទឹងចាំថ្ងៃដែលម៉ាក់មកយកសូម្បីតែអេនជេឡូប្រាប់ថាម៉ាក់របស់ឯងនឹងអត់មកយកឯងវិញទេគេនៅតែមិនជឿបន្ទាប់មកម្ដាយរបស់អេនជេឡូបានមកប្រាប់ទៅកាន់អេរីសថាឲ្យគេនៅជាមួយគាត់ចូលរៀនសាលាជាមួយនឹងអេនជេឡូអញ្ចឹងណាប៉ុន្តែអេរីសគឺបានបដិសេធដោយនិយាយថាគេរងចាំម៉ាក់របស់គេមកយកគេវិញជេប្រហែលជាជាអញ្ចឹងគាត់នឹងមកយកគេវិញឆាប់នៅពេលនឹងផងដែរគេស្រាប់តែកលេចទៅឃើញម្ដាយរបស់ខ្លួនបានមកដល់ទីនេះក៏រត់ទៅអោបម្ដាយជាមួយនឹងភាពសប្បាយចិត្តអីអញ្ចឹងណាប៉ុន្តែចម្លើយរបស់ម្ដាយរបស់គាត់ធ្វើឲ្យគាត់ខកចិត្តខ្លាំងមែនទែនដោយម្ដាយរបស់អេរីសបានប្រាប់ទៅកាន់អេរីសថាគាត់មិនអាចយកអេរីសត្រឡប់ទៅវិញនោះទេពីព្រោះគាត់មិនមានលទ្ធភាពឲ្យគេរៀនបើសិនជាគេនៅជាមួយនឹងអ៊ំស្រីនោះអ៊ំស្រីមានលទ្ធភាពគ្រប់គ្រាន់ឲ្យអេរីសទៅសាលារៀនមានរបស់លេងមានកៅអៅស្អាតស្លៀកពាក់អីអញ្ចឹងណាដែលធ្វើអេរីសនឹងខឹងតែម្ដាយខ្លាំងមែនទែននិយាយថាម្ដាយនឹងគឺជាមនុស្សកុហកហើយក៏រត់ទៅអោបម្ដាយរបស់អេនជេឡូបាត់ទៅហើយនៅទាំងអស់គ្នាទស្សនវិជ្ជាពេលនឹងមិនដឹងថាត្រូវបន្ទោសពីណាពីណីនោះទេមើលទៅកំសត់ខ្លាំងមែនទែនណាបន្ទាប់មកនៅពេលដែលគេធំបន្តិចចេក៏នៅតែនៅជាមួយនឹងម្ដាយហើយម្ដាយរបស់គេនឹងគឺថារៀបការជាបន្តបន្ទាប់តែម្ដងប៉ុន្តែអេរីសនៅតែបន្តតំណែងជាមួយនឹងប្អូនស្រីដែលសារតាមម្ដាយរបស់ចេនឹងគឺបានផ្លាស់ផ្ទះមករស់នៅជិតផ្ទះលោកយាយបន្ទាប់មកអេរីសគឺបានមករកប្អូនស្រីនៅកន្លែងក្មេងលេងនេះមិត្តភ័ក្តិរបស់ចេនៅតូចដូចគ្នាហ្នឹងសួរថាតើគាត់ជាអ្នកណាចេបែរជាប្រាប់ថាគាត់គឺជាបងជីដូនមួយរបស់ខ្ញុំដែលធ្វើអេរីរបស់យើងងើងឆ្ងល់ខ្លាំងមែនទែនពីមុនរស់នៅក្រោមដំបូលផ្ទះតែមួយ3នាក់សោះប៉ុន្តែចេបែរជាឆាប់ភ្លេចគេដល់ថ្នាក់ហ្នឹងតែយ៉ាងណាក៏អេរីអត់ដែលបានបកស្រាយអីច្រើនតែប្រាប់ចេថាខ្លួនគឺជាបងបកើតអីដែរនៅពេលដែលមកដល់អេរីឃើញថាចេគឺអត់មានស្បែកជើងចេក៏បាននិយាយថាគឺមិត្តភ័ក្តិរបស់នាងបានកវាត់វាទៅលើដំបូលអាគារខ្ពស់ចឹងណានាងអាចទៅយកវាបានវិញនោះទេហើយចេរបស់យើងមើលទៅចរិតរៀងចលើសបឺសតាំងពីទូចតែម្ដងនៅពេលហ្នឹងផងដែរអេរីគឺសុកចិត្តដោះស្បែកជើងឲ្យចេពាក់អញ្ចឹងណាហើយគេចង់បង្រៀនចេជិះកង់នៅពេលដែលបំរុងនឹងបង្រៀនចេជិះកង់ទៅហើយគេស្រាប់តែឃើញនៅកករបស់ចេគឺមានស្លាកស្នាមគេសួរថាឪពុកចុងនឹងវាយចេមែនប៉ុន្តែចេអត់និយាយច្រើនក៏នៅប្រាប់ទៅកាន់អេរីថានាងអត់ចង់រៀនជិះកង់នោះទេចាំថ្ងៃក្រោយចាំជួបគ្នាទៀតបន្ទាប់មកអេរីក៏ចាប់អារម្មណ៍ថានៅចិត្តខ្លួនគេនឹងមានឡានមួយអ្នកទាំងអស់គ្នានេះអាឡានមួយនេះគឺគេទៅដល់ទីណាឃើញឡាននឹងនៅកន្លែងនឹងតែម្ដងតែគេក៏អត់បានចាប់អារម្មណ៍អីច្រើននោះដែររហូតដល់ថ្ងៃមួយគេនៅសាលាជុំគ្នា4នាក់ហើយ4នាក់នឹងគ្មានអ្នកឆ្ងាយណាទេអ្នកទាំងអស់គ្នា Percy Yuri Kiefer ជាមួយនឹង Eris នឹងឯងនិយាយទៅគេរាប់អានគ្នាតាំងពីក្មេងតែម្ដងពេលហ្នឹងគេក៏ចាប់អារម្មណ៍ឃើញថាឡានហ្នឹងឈប់នៅមុខសាលាគេទៀតហើយឃើញម្ចាស់ឡាននៅច្បាស់តែម្ដងអាប៉ែហ្នឹងចេញមកជក់ប្រៃសម្លឹងមកកាន់ក្មេងៗអញ្ចឹងណាដល់ពួកគេនាំគ្នាងើងឆ្ងល់សួរគ្នាថាតើឡានហ្នឹងគឺជាឡានអ្នកណាតែអត់មានអ្នកណាដឹងនោះទេបន្ទាប់មក Eris ក៏ទទួលបានទូរស័ព្ទពីម្ដាយដែលនិយាយថាឲ្យគេត្រឡប់មកផ្ទះលឿនដោយសារតែប្អូនស្រីរបស់គេហ្នឹងណាគឺបានរត់ចេញពីផ្ទះហើយគ្រប់គ្នាអត់មានអ្នកណាតាមរកចេឃើញនោះទេរហូតដល់ Eris បាននឹកឃើញថាប្អូនស្រីរបស់គេគឺចូលចិត្តមកកន្លែងក្មេងលេងនេះគេក៏បានទៅរកចេនៅកន្លែងហ្នឹងហើយនៅពេលដែលគេកំពុងតែបារម្ភពីប្អូនស្រីហ្នឹងណាដើរបដាគិតបដាស្រាប់តែកលេចទៅឃើញចេមានខ្លួនពោពេញទៅដោយឈាមដោយសារតែគេបារម្ភថាម្ដាយចុងរបស់គេនឹងធ្វើបាបប្អូនស្រីប៉ុន្តែការប៉ັດនឹងគ្រាន់តែជាការសម័យនោះទេអូយអ្នកទាំងអស់គ្នាអេដមានថាយំយោតែម្ដងមានអារម្មណ៍ថាអេរីប៉ុណ្្នឹងឯងប៉ុន្តែគាត់មានសម្ពាធគាត់គិតពីប្អូនស្រីរបស់គាត់ខ្លាំងមែនទែនបន្ទាប់មកគេប៉ັດជាបានរកឃើញចេហើយនៅពេលដែលរកឃើញចេហើយគេព្យាយាមសួរនាំចេគឺអត់មានឆ្លើយអីនោះទេនាងសម្លឹងទៅលើឡើងស្លើហ្មងមុខអេរីឃើញអញ្ចឹងគឺថាឈឺចិត្តខ្លាំងមែនទែនបានស្ទុះទៅអោបប្អូនស្រីបាត់ទៅនៅពេលដែលត្រឡប់មកដល់ផ្ទះវិញជួបជាមួយនឹងគ្រូពេទ្យក៏បានប្រាប់ទៅកាន់អ្នកផ្ទះរបស់ចេថាគឺនាងគឺមានជំងឺភ្លេចភ្លាំងរឿងខ្លះនាងចាំរឿងខ្លះគឺអត់ចាំនោះទេហើយជំងឺមួយហ្នឹងគឺកើតមកបណ្ដាលមកពីបញ្ហាផ្លូវចិត្តអញ្ចឹងចេគឺមានបញ្ហាផ្លូវចិត្តតាំងពីក្មេងតែម្ដងហើយមិនបាច់សួរក៏ដឹងដែរថាសម្ពាធហ្នឹងគឺកើតចេញ
ពីឪពុកចុងនឹងឯងនៅពេលដែលមនុស្សធំចេញទៅអស់អេរីកក៏បានមកអង្គុយចិត្តប្អូនស្រីចេបានស្ទាបខ្នងខ្លួនឯងនឹងសួរថាតើនាងកើតអីអេរីកក៏បានចែកថានោះគឺជាស្នាមរបួសដ៏ធំមួយប៉ុន្តែចេងឹងឆ្ងល់ខ្លាំងមែនទែនហេតុអីបានជានាងមានរបួសនៅខ្នងនាងអត់ដឹងនោះទេនាងភ្លេចហើយថាវាកើតឡើងដោយសារអីអេរីកគឺបាននិយាយច្រើននោះទេគាត់នៅលួងលោមប្អូនស្រីថាឲ្យនាងសម្រាកទៅហើយចាប់តាំងពីពេលនោះមកចេក៏ត្រូវទៅរស់នៅជាមួយនឹងលោកយាយអេរីកគឺងងឆ្ងល់ថានេះគឺជាកំហុសអ្នកណាកំហុសខ្លួនឯងកំហុសម្ដាយឬមកពីគ្រប់គ្នាហ្នឹងគឺមានទុកវិបត្តិនឹងទួនាទីរៀងៗខ្លួនដែលធ្វើឲ្យចេធ្លាក់មកដល់ដំណាក់កាលនេះនាងមើលទៅហាក់បីដូចជាក្មេងកំព្រាអត់មានបងប្អូនអត់មានម៉ែឪអញ្ចឹងណាដែលត្រូវទៅរស់នៅជាមួយលោកយាយតែពីរនាក់នៅពេលដែលចេកាន់តែធំគេប្រព្រឹត្តកំហុសកាន់តែច្រើនអេនជេឡូបានស្ដៅទៅកាន់ចេអញ្ចឹងណាប៉ុន្តែចេគឺថាអង្គុយឡើងថ្មឹងតែម្ដងហើយអេរីនឹងគឺថាប្រើខ្សែភ្នែកព្រួយបារម្ភសម្លឹងមកកាន់ប្អូនស្រីនៅពេលដែលម្ដាយរបស់អេនជេឡូដើរមកលួងចេនាងក៏បានប្រើចរិតឆ្មឹងឆ្មៃដាក់មនុស្សចាស់ដើរចេញទៅបាត់និយាយទៅចេកាលនោះចរិតខ្លុយច្រលើបឹសមែនទែនបន្ទាប់មកអេរីបានហាមឃាត់អេនជេឡូនឹងនិយាយថាទុកឲ្យខ្ញុំគឺជាអ្នកទៅតាមនាងវិញនៅពេលដែលអេរីទៅដល់ឃើញថាចេកំពុងតែនិយាយជាមួយបរិមម្នាក់ហើយបរិមម្នាក់នឹងគឺជាឪពុកអេរីនឹងឯងគេបានស្នើសុំឲ្យចេជួយគេអញ្ចឹងណាប៉ុន្តែចេនៅមិនទាន់យល់ថាអ្វីជាអ្វីផងស្រាប់តែអេរីបានមកដល់ហើយអាប៉ែហ្នឹងក៏បានយកថ្នាំសដំមកខ្ទប់មុខរបស់ចេនិងចាប់នាងដាក់ឡានអេរីព្យាយាមរត់មកជួយប្អូនស្រីដែរប៉ុន្តែគឺត្រូវបានញាត់ចូលឡានទាំងពីរអ្នកបងប្អូនតែម្ដងនៅពេលដែលពួកគេដឹងខ្លួនឡើងគឺនៅក្នុងបន្ទប់ដងងងឹតមួយអញ្ចឹងណាពីអ្នកបងប្អូននោះគឺថាភ័យខ្លាចខ្លាំងមែនទែនតែអត់ដឹងថាអ្នកណាគឺជាអ្នកចាប់ពួកគេមកនោះទេស្រាប់តែឪពុករបស់អេរីគឺបានដើរចូលមកដល់យកអាហារមកឲ្យគេហើយអាប៉ែហ្នឹងគាត់បានរៀបរាប់អញ្ចឹងណាគាត់និយាយថាឈ្មោះរបស់អេរីគឺដូចទៅនឹងឈ្មោះគាត់អញ្ចឹងបើអេរីគ្រាន់តែឮឈ្មោះគាត់ហ្នឹងគេនឹងដឹងហើយថាគាត់គឺជាអ្នកណានិយាយទៅសំដៅថាអេរីគឺជាកូនប្រុសរបស់គាត់អីអញ្ចឹងណាបន្ទាប់មកគាត់ក៏បានប្រាប់ឲ្យពួកគេទាំងពីរនាក់ញ៉ាំអាហារបន្តិចទៀតគាត់នឹងមកម្ដងទៀតរហូតដល់ពេលដែលឪពុករបស់អេរីមកម្ដងទៀតគាត់បានទាញដៃអេរីនិងនិយាយថាគាត់ត្រូវនាំអេរីទៅហើយប៉ុន្តែអេរីអត់ព្រមទៅនោះទេហើយចេក៏គេងអត់ទាន់ដឹងខ្លួនអញ្ចឹងណានៅពេលដែលអេរីបតែបតប់ជាមួយនឹងឪពុកស្រាប់តែចេគឺបានរត់មកខំដៃឪពុករបស់អេរីដែលធ្វើឲ្យឪពុករបស់អេរីធំអត់បានណាគឺបានវាយចេមកដៃអញ្ចឹងណានៅពេលនឹងផងដែរឪពុករបស់អេរីក៏ទាញអេរីកវីកវត្តហើយនឹងអេរីថាគឺជាក្មេងក្បាលរឹងអីចឹងណានៅពេលដែលឪពុករបស់អេរីកំពុងតែកូនហ្នឹងស្រាប់តែចេបានវាយប្រហារទៅកាន់ឪពុករបស់អេរីធ្វើឲ្យគាត់ហ្នឹងដេកស្លាប់ស្ដុកស្ដឹងតែម្ដងហើយមិនត្រឹមតែប៉ុណ្្នឹងទេនាងថែមទាំងវាយប្រហារមកកាន់អេរីទៀតហាក់បីដូចជាអត់ស្គាល់បងអញ្ចឹងណានៅពេលដែលអេរីបានជាយាមរុញនាងឲ្យចេញបានធ្វើឲ្យដៃរបស់ចេមុតនឹងបាញ់កញ្ចក់ដែលធ្វើឲ្យចេគឺចាប់ផ្ដើមឈឺក្បាលហើយអាការៈរបស់នាងគឺកាន់តែធ្ងន់ធ្ងរនៅទាំងអស់គ្នានោះគឺជាលើកដំបូងដែលចេកើតអាការៈឈួតនៅពេលដែលនាងឃើញឈាមមកស្រាប់តែនាងយកបំបែងកញ្ចក់ប្រុងទៅវាយប្រហារទៅកាន់អេរីនេះគឺព្យាយាមប្រាប់ថាចេនេះគឺជាបងឯងអត់ស្គាល់បងទេអីគេអត់តដៃគាត់ថាព្យាយាមការពារខ្លួនណាប៉ុន្តែចុងក្រោយក៏ត្រូវចេយកអាបំបែងកញ្ចក់នឹងដៃហ្នឹងចាក់ទៅកាន់ពោះគេឡើងពីរដងហើយចេថែមទាំងបាននិយាយថាអ្នកទាំងអស់គ្នាធ្វើបាបខ្ញុំគឺនាងនិយាយបែបហ្នឹងរហូតអេរីនៅពេលដែលមានការឈឺចាប់នៅត្រង់ពោះគេក៏ព្យាយាមប្រាប់ទៅកាន់ប្អូនស្រីថាបងបានធ្វើអាក្រក់ដល់ឯងនោះទេហើយពេលវេលាមួយនឹងអេរីគេនិយាយថាគឺគេឈឺចាប់ខ្លាំងមែនទែនអាខ្លួននឹងក៏ឈឺអាចិត្តនឹងក៏ឈឺគេមិនដឹងថាតើគេធ្វើអ្វីចំពោះចេទៅបានជាធ្វើឲ្យចេហ្នឹងចង់សម្លាប់គេបែបនេះបន្ទាប់មកអេរីគឺប្រើរយៈពេល1ខែត្រូវដេកនៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាលខ្លួនហើយចាប់តាំងពីពេលហ្នឹងឯអ្នកទាំងអស់គ្នាដែលធ្វើឲ្យអេរីមានអារម្មណ៍ថាគឺមានបញ្ហាមែនទែននៅពេលដែលជួបមុខរបស់ចេគឺគេមិនដឹងថាធ្វើខ្លួនរបៀបម៉េចនិយាយទៅវាដូចជាមានជំងឺផ្លូវចិត្តមួយកើតឡើងដែលមានអារម្មណ៍ថាឲ្យគេនឹងពិបាកប្រឈមមុខនៅពេលដែលគេជួបចេពីព្រោះថាចេគឺធ្លាប់ចង់សម្លាប់គេអីចឹងទៅនៅពេលដែលអេរីចិត្តជាសះស្បើយហើយមិត្តភក្តិទាំង3របស់គេក៏បានមកសួរសុខទុក្ខគេផងដែរបាច់រៀបរាប់ក៏ដឹងដែរយូរីឃីហ្វឺជាមួយនឹង Percy នឹងគឺពួកគេបានទិញនំខេកឡើងប៉ុណ្ណាណីហើយបានច្រៀងជូនពរអេរីឆាប់ជាសះស្បើយអីអញ្ចឹងណាអេរីស្រាប់តែកលេចទៅឃើញចេនៅក្នុងរូបភាពមានឈាមហើយកាន់បំបែងកញ្ចក់ឈោសម្លឹងមកកាន់គេទាំងតែការប៉ັດចេគឺមកលួចមើលគេដោយសារតែនាងចង់មកចូលសួរសុខទុក្ខនៅពេលដែលឃើញថាគេមានភ្ញៀវទៅនាងក៏អត់ហ៊ានចូលនោះដែរKiefer នៅពេលដែលឃើញតែអេរីសម្លឹងផ្លឹកទៅកាន់មាត់ទ្វារគេក៏ក្លែកទៅប៉ុន្តែអត់បានឃើញមុខចេច្បាស់នោះទេដោយសារតែនាងបានដើរចេញញហើយគេបានសួរអេរីថាណាគេនៅមាត់ទ្វារនឹងអេរីក៏កុហកថាគ្មានមនុស្សនោះទេប៉ុន្តែមកចេក៏ឆ្លៀតមកសួរសុខទុក្ខអេរីអញ្ចឹងណាអេរីឮតែសម្លេងរបស់ចេគេព្យាយាមធ្វើជាដេកលក់ប៉ុន្តែរបួសដែលគេត្រូវចេចាក់ហ្នឹងវាបែរជាចាប់ដើមឈឺចាប់ខ្លាំងមែនទែនចេអត់ដឹងខ្លួននោះទេបានសួរទៅកាន់បងថាតើបងបានធូរខ្លះហើយនៅខ្ញុំចង់មកមើលបងយូរប៉ុន្តែបងតែងតែមានអ្នកមកសួរសុខទុក្ខជានិច្ចតែថ្ងៃនោះមានរឿងអីកើតឡើងខ្ញុំពិតជាមិនចាំអ្វីទាំងអស់និយាយទៅចេអត់ដឹងខ្លួននោះទេថាអេរីចូលពេទ្យគឺដោយសារតែខ្លួនឯងអេរីរបស់យើងនៅពេលដែលត្រង់ស្ដាប់ចេនិយាយច្រើនអត់បានគឺគេបានស្ដីឲ្យនាងដែលនិយាយថាគេត្រូវការសម្រាកហើយគេអត់ចង់និយាយជាមួយនឹងចេនោះទេអារម្មណ៍អេដមីនពេលហ្នឹងអាណិតចេខ្លាំងមែនទែនទាំងអស់គ្នាមើលធ្វើទឹកមុខនៅពេលដែលឮបងប្រុសដេញនាងចេញអញ្ចឹងនាងក៏ដើរចេញទៅទាំងមិនដឹង
ដឹងថាខ្លួនឯងនឹងខុសអីក្រោយមកនៅពេលដែលអេរីសគឺបានចេញពីពេទ្យគេបានបើកឡានជូនមិត្តភក្តិទាំង3របស់គេមកដើរលេងអីអញ្ចឹងណាពួកគេទាំង3នាក់ក៏បារម្ភដែរដោយសារតែអេរីសទើបតែចេញពីពេទ្យអញ្ចឹងហើយខ្លាចតែគេគ្មានស្មារតីគ្រប់គ្រាន់នៅក្នុងការបើកបរអីអញ្ចឹងណាប៉ុន្តែអេរីសគឺធានាសុវត្ថិភាពថាអត់អីនោះទេបន្ទាប់មកពួកគេក៏បាននាំគ្នាលេងសើចនៅឡើងពេញឡាននឹងតែម្ដងក្រោយមកអេរីសក៏បាននាំមិត្តភក្តិទាំង3មកកន្លែងលើភ្នំមួយដើម្បីសម្លឹងទៅកាន់ទីក្រុងតែមូលវាស្អាតខ្លាំងមែនទែនផឺស៊ីក៏បានចែកថាបើសិនជាថ្ងៃណាមួយអត់ពីគេសុំឲ្យ3នាក់មិត្តភក្តិគេហ្នឹងជួយមើលថែឪពុកម្ដាយរបស់គេជាពិសេសគឺព្រីយ៉ាតែម្ដងដោយសារតែកាលហ្នឹងគេគឺជាសង្សាររបស់ព្រីយ៉ាយបន្ទាប់មកនៅពេលដែលពួកគេកំពុងតែឈរនិយាយគ្នាយ៉ាងសប្បាយរីករាយស្រាប់តែមេឃគឺបានភ្លៀងហើយពួកគេក៏នាំគ្នាត្រឡប់មកផ្ទះវិញនៅអំឡុងពេលជិះឡានតាមផ្លូវហ្នឹងឃើញថាឡានហ្នឹងគឺថាពិបាកបើកខ្លាំងមែនទែនដោយសារតែផ្លូវវាល្អិលហើយមេឃភ្លៀងខ្លាំងហើយសំខាន់អេរីសហ្នឹងគឺថាបើកលឿនទៀតធ្វើឲ្យមិត្តភក្តិទាំង3គឺនាំគ្នាទឿនថាកុំឲ្យគេបើកលឿនពេកផ្លូវល្អិលណាប្រយ័ត្នមានគ្រោះថ្នាក់ប៉ុន្តែអេរីសក៏តបវិញថាគេអត់ដឹងធ្វើម៉េចនោះទេពីព្រោះថាគេត្រូវយកឡានហ្នឹងទៅបកគលឲ្យអេនជេឡូឲ្យតាន់ពេលវេលាអេរីសនៅពេលដែលនិយាយឲ្យបើកកាន់តែលឿនទៅធ្វើឲ្យមិត្តភក្តិទាំង3គឺថាកាន់តែបារម្ភហើយដែលសំខាន់ហ្នឹងនៅពេលដែលគេកំពុងតែបើកឡានសុកស្រាប់តែគេបាននឹកដល់អារម្មណ៍នៅពេលដែលគេបានជួបជាមួយនឹងចេគឺអន្ទ្រូងរបស់គេគឺស្រាប់តែឈឺភ្លាមហើយសម្បីតែមុខរបួសដែលជាហើយនឹងក៏ចាប់ផ្ដើមឈឺផងដែរអ្នកទាំងអស់គ្នាដែលធ្លាប់មានរបួសគឺដឹងហើយនៅពេលដែលមានមេឃភ្លៀងឬមួយក៏មេឃចុះត្រជាក់របួសដែលយើងធ្លាប់មាននឹងបើទោះបីជាវាជាសះស្បើយប៉ុន្តែវានៅតែមានការឈឺចាប់អីអញ្ចឹងណាបន្ទាប់មកគេស្រាប់តែវាក់ឃើញតែចេនឹងគឺឈរនៅកណ្ដាលផ្លូវទាំងដែលមិនមានមនុស្សតលតែសោះហើយគេក៏ស្រាប់តែទាញចកោតឡានធ្វើឲ្យឡានហ្នឹងគឺធ្លាក់ពីលើផ្លូវតែម្ដងអេរីក៏បានចូលពេទ្យម្ដងទៀតហើយពេលដែលគេកំពុងតែគេងពេទ្យហ្នឹងគេក៏បានឮសំឡេងផឺស៊ីដែលបានប្រាប់ឲ្យគេចាក់ចេញពីឡានទៅពីព្រោះថាអេរីសគឺគេអាចបើកទ្វារឡានចេញបានប៉ុន្តែផឺស៊ីគឺថាជាប់នៅក្នុងឡាននឹងតែម្ដងដែលធ្វើអេរីសរបស់យើងគឺថាឈឺចិត្តខ្លាំងមែនទែនចាប់តាំងពីពេលហ្នឹងហើយដែលយូរីជាមួយនឹង Kiefer គឺពិតជាស្អប់អេរីសដោយសារតែពួកគេគិតថាផឺស៊ីស្លាប់ហ្នឹងគឺដោយសារតែអេរីសនឹងឯងហើយអេរីសក៏បានបន្តថានៅពេលដែលគេបានបើកទ្វារឡានចេញមកគេអត់ទាន់បានជួយផឺស៊ីផងប៉ុន្តែឡានហ្នឹងគឺបានធ្លាក់ជ្រោះនិងធ្លាក់ចូលទៅកាន់ទឹកដ៏ជ្រៅអីអញ្ចឹងណាពួកឯគេពិតជាមានវិបត្តិស្រីខ្លាំងមែនទែនឥឡូវងាកមកមើលបច្ចុប្បន្នវិញម្ដងនៅពេលដែលចេចាប់មកស្រាប់តែឃើញថាលោកយាយគឺបានមកទីនេះសំខាន់ម្ដាយរបស់នាងហ្នឹងគឺបាននាំប្តីក្រោយមកណែនាំគ្រួសារនឹងទៀតនិយាយទៅម៉ែចេគឺមុខក្រាស់ខ្លាំងមែនទែនបន្ទាប់មកលោកយាយក៏បានប្រាប់ថាអេរីសនឹងចេញពីពេទ្យនៅក្នុងថ្ងៃនេះហើយនិយាយមិនទាន់ចប់ផងអេរីសជាមួយនឹងម្ដាយរបស់អិនជេឡូក៏បានដើរចូលមកដល់ម្ដាយរបស់ចេគាត់នឹកឃើញអេរីសគឺគាត់បំរុងតែអោបកូនអញ្ចឹងណាប៉ុន្តែអេរីសគឺបានសួរថាមកទីនេះធ្វើអីម្ដាយចេជាញញឹមនិងនិយាយថាគឺគាត់ចង់នាំប្តីក្រោយរបស់គាត់ហ្នឹងមកឲ្យគ្រប់គ្នាស្គាល់គេមានឈ្មោះថាអេនឌីនៅពេលដែលអេនឌីណែនាំខ្លួនឲ្យឆងដៃទៅចាប់ដៃរបស់អេរីសគេបែរជាសួរថាធ្វើអញ្ចឹងដើម្បីអីតែធ្វើឲ្យម្ដាយរបស់ចេហួសចិត្តខ្លាំងមែនទែនសួរទៅកាន់ម្ដាយរបស់អេនជេឡូនិងអេនជេឡូថាពួកឯងចាំកូនខ្ញុំអញ្ចឹងមែនឲ្យគេឆ្លើយដាក់ម្ដាយអញ្ចឹងមែនពេលហ្នឹងចេលឺឲ្យភ្ញាក់ផ្អើលណាស់ទាំងអស់គ្នាប៉ុន្តែអេរីសក៏បានប្រាប់ទៅកាន់ម្ដាយរបស់ខ្លួនថាកុំនិយាយអញ្ចឹងដាក់ម្ដាយខ្ញុំនិយាយទៅគាត់ទុកម្ដាយអេនជេឡូគឺជាម្ដាយបង្កើតអញ្ចឹងណាដែលធ្វើម្ដាយរបស់ចេហួសចិត្តខ្លាំងមែនទែននឹងនិយាយថាឯងចង់មានម៉ាក់មួយទៀតមែនតែឯងនឹងអត់បើសិនជាឯងធំឡើងច្រឹកអញ្ចឹងម៉ាក់មិនអនុញ្ញាតឲ្យឯងមកនៅនឹងតាំងពីដំបូងពេលហ្នឹងផងដែរម្ដាយរបស់អិនជេឡូក៏បានហៅឈ្មោះចេដោយសារតែគាត់ឃើញប្រតិកម្មរបស់នាងនៅពេលដែលដឹងអាត់កំបាំងមួយនេះបន្ទាប់មកម្ដាយរបស់អេរីសក៏និយាយថាស្អីគេចេអត់ដឹងទេពួកឯងនៅតែលាក់នាងមែនអត់ម៉ាក់ប្រាប់ឯងចេអេរីសគឺជាបងប្រុសបង្កើតរបស់ឯងពេលហ្នឹងផងដែរអេរីសគឺបានព្យាយាមសម្លឹងមុខប្អូនស្រីហើយនឹងគិតនៅក្នុងចិត្តថាពេលនេះឯងដឹងហើយថាយើងគឺជាបងប្អូនបង្កើតជាមួយនឹងគ្នាចេគឺហូរទឹកភ្នែកម៉ាត់តែម្ដងរឿងរ៉ាវភាគ8របស់យើងក៏ត្រូវបានបញ្ចប់តែត្រឹមនេះអើយអេដមីនមើលឲ្យគ្រឿតម្ដាយចេខ្លាំងមែនទែនខ្លួនឯងអត់មានទំនួលខុសត្រូវហើយបែរជាដាក់បន្ទុកទាំងអស់ហ្នឹងទៅលើអ្នកដែលជួយចិញ្ចឹមកូនរបស់ខ្លួនទៀតចាំជួបគ្នាជាមួយនឹងអេដមីននៅភាគ9ទាំងអស់គ្នាណារឿងនិយាយពីថាមកភាគទៅមកភាគហ្នឹងគឺកាន់តែល្អមើលខ្លាំងមែនទែនអរគុណសម្រាប់ការតាមដានអេដមីនតាំងពីដើមរហូតដល់បញ្ចប់បើសិនជាមានខុសឆ្គងត្រង់ប្រការណាមួយអេដមីនសូមខន្តីអភ័យទោសពីអ្នកទាំងអស់គ្នាផងណាអរគុណជម្រាបលា